ខ្ញុំសូមចែករំលែកបន្តិចមុនពេលដែលខ្ញុំបានចូលរៀនវគ្គសរសេរផែនការអាជីវកម្មថ្នាក់ខ្ពស់ខ្ញុំចេះតែអនុវត្តទៅតាមការនឹកឃើញខ្ញុំអត់ដែលមានសរសេរផែនការអាជីវកម្មអីទេការបែងចែកថវិកាក៏ខ្ញុំបែងចែកអត់ច្បាស់ដែរលុយចាយខ្លួនឯងក៏នៅនឹងលុយអាជីវកម្មក៏នៅនឹងនៅពេលដែលខ្ញុំបានបរិយាអាជីវកម្មទៅមុខបានបន្តិចទៀតគឺខ្ញុំខ្វះដើមទុនហើយខ្ញុំក៏ដើរបបួលគេចូលរួមជាភាគហ៊ុនជាមួយគ្នាគេតែងតែសួរថាមានផែនការអាជីវកម្មអត់នៅពេលនោះខ្ញុំអត់ដឹងថាផែនការអាជីវកម្មគេសេមិនទេបាទអត់ដឹងហ្មងដោយសារតែយើងអត់បានធ្លាប់រៀនអំពីទម្រង់នៃការសេផែនការអាជីវកម្មខ្ញុំដើរបួលគេច្រើនមែនទែនហើយសំណួរជាច្រើនដែលសួរមកខាងខ្ញុំអំពីផែនការអាជីវកម្មយុទ្ធសាស្ត្រទីផ្សារការគ្រប់គ្រងថវិកាអីផ្សេងៗទាំងអស់គេឲ្យខ្ញុំសរសេរខ្ញុំសេអត់ចេញថ្ងៃមួយខ្ញុំបានឃើញការផ្សព្វផ្សាយរបស់អង្គការដៃគូប្រឹក្សាកម្ពុជាតាក់ទងទៅលើការសរសេរផែនការអាជីវកម្មខ្ញុំក៏បានចូលរៀនហើយបន្ទាប់ពីខ្ញុំបានរៀនអំពីផែនការអាជីវកម្មនេះរួចគឺយើងបានឃើញថាយើងបានដឹងអំពីរបៀបនៃការសរសេរផែនការអាជីវកម្មហើយរបៀបនៃការសរសេរនេះគឺអ្នកគ្រូលោកគ្រូគឺគាត់ខំជួយយកចិត្តទុកដាក់មែនទែនគឺទ្រឹស្ដីបូកនឹងការអនុវត្តហើយខាងខ្ញុំក៏យកអាជីវកម្មរបស់ខាងខ្ញុំដាក់ចូលតែម្ដងដើម្បីយើងងាយស្រួលក្នុងការធ្វើផែនការហើយដើម្បីឲ្យលោកគ្រូអ្នកគ្រូជួយបន្ថែមនៅក្នុងនោះយើងអត់មានលក្ខសម្រាប់បងប្អូនទេហើយមិត្តរួមថ្នាក់របស់យើងនៅទីនេះស្រាប់បាទក៏បានឃើញអំពីផែនការអាជីវកម្មរបស់ខាងយើងនៅនេះដែរតាក់ទងនឹងថ្នាក់ខ្ពស់បាទហើយជាចំណុចពិសេសដែលខាងខ្ញុំដែលបានធ្វើនោះបន្ទាប់ពីខ្ញុំរៀនចប់ហើយខ្ញុំយកផែនការទៅអនុវត្តគឺការលក់របស់ខាងខ្ញុំកើនឡើងរហូតដល់ 40% នៃប្រាក់ចំណូលរបស់ខាងខ្ញុំហើយមួយទៀតបាទអ្នកគ្រូលោកគ្រូបានប្រាប់ថានៅពេលយើងធ្វើផែនការអាជីវកម្មយើងត្រូវតែដកប្រាក់ចំណេញប្រមាណភាគរយដែលយើងចង់ដកថាយើងនឹងទុកដើម្បីវិនិយោគអាជីវកម្មហើយខ្ញុំបានដក 30% ទុកបាទសម្រាប់វិនិយោគអាជីវកម្មនៅជំហានបន្ទាប់មិនតែប៉ុណ្ណោះខ្ញុំបានត្រៀមខ្លួនលក្ខណៈរួចជាស្រេចដើម្បីស្វែងរកដៃគូបាទអាជីវកម្មជាមួយគ្នាមិនថាអ្នកក្រៅស្រុកឬក៏អ្នកក្នុងស្រុកយើងបានត្រៀមខ្លួនរួចស្រេចហើយចុះសម្រាប់បងប្អូនទាំងអស់គ្នាដែលរៀនផែនការអាជីវកម្មនៅទីនេះបានត្រៀមខ្លួនរួចស្រេចហើយនៅបាទសម្រាប់ទទួលអ្នកវិនិយោគចូលរួមជាមួយគ្នាបាទសូមអរគុណច្រើនមែនទែនហើយសម្រាប់បងប្អូនដែលរៀនថ្នាក់មូលដ្ឋានសូមបន្តទៅថ្នាក់កម្រិតខ្ពស់ថែមទៀតហើយអ្នកដែលចប់កម្រិតខ្ពស់ហើយសង្ឃឹមថាអង្គការនឹងមានថ្នាក់អីផ្សេងទៀតដើម្បីជួយបំពេញបន្ថែមពីលើនឹងទៀតថាឲ្យពួកខ្ញុំនឹងមានសមត្ថភាពរឹតតែខ្ពស់ដើម្បីប្រកួតប្រជែងនៅលើទីផ្សារបានបាទជាចុងក្រោយក៏សូមជូនទៅបងប្អូនមួយថាឲ្យបងប្អូនចងចាំថាការរៀនសូត្រគឺជាមូលដ្ឋានគ្រឹះដើម្បីឲ្យអាជីវកម្មរបស់យើងរីកចម្រើនបាទសូមអរគុណ